គេឈប់ជួយហើយអញ្ចឹងការថែរក្សានឹងវាចាំបាច់បន្ទាប់បន្សំពីសេចក្តីព្យាយាមនឹងដែរអញ្ចឹងដើម្បីថែរក្សាទៅបានក្នុងសម្បត្តិរបស់មហាជននេះវត្តអារាមជាសម្បត្តិរបស់សាធារណជនទូទៅអញ្ចឹងដើម្បីថែរក្សានៅសម្បត្តិសាធារណៈនេះទៅបានគឺគប្បីថែរក្សានៅសភាពស្មោះត្រង់គឺសេចក្តីស្មោះត្រង់គ្នាណាតែមានសេចក្តីស្មោះត្រង់ហើយភាពល្អប្រសើរចេះតែមានហើយបើទោះតែគេចង់បំបែកចង់បំបាក់ចង់ចាក់ចង់ឆ្កឹះចង់ស្គៀលចង់រកចង់រៀនចង់ទន្ទ្រានបែបណាក៏មិនអាចធ្វើសេចក្តីអន្តរាយឲ្យដល់យើងបានដែរព្រោះអាស្រ័យតែភាពស្មោះត្រង់របស់យើងនឹងហើយភាពស្មោះត្រង់កើតឡើងអាស្រ័យសេចក្តីពិតនេះជាសក្ខីភាពក្នុងលោកលើលោកនេះពិតគឺពិតមិនពិតគឺមិនពិតតែពិតធ្វើមិនពិតធ្វើពិតនេះជាបុគ្គលអ្នកបន្ទោសទេប៉ុន្តែរឿងទាំងអស់នោះវាសម្រាប់ជាប្រយោជន៍មិនបានយូរអង្វែងអីទេស្ដីពិតទេដែលវាយូរអង្វែងក្រៅពីនោះសិតតែភាពដែលកើតឡើងហើយលុបទៅវិញមិនបានតាំងនៅអីទេភាពពិតគឺពិតចោលអ្នកដែលធ្វើកុសលគឺអ្នកធ្វើកុសលភាពពិតគឺវាអញ្ចឹងទោះអ្នកណាមកលៀបមកបង្ខូចមកបង្ខិលបែបម៉េចក៏វានៅតែពិតអញ្ចឹងឯងអញ្ចឹងក៏បីយើងថែរក្សារឿងទាំងពួងនេះឲ្យបានជាប្រយោជន៍ដើម្បីឲ្យវត្តវាអារាមនេះជាទីផ្ដល់នៅភាពរីករាយដល់បរិស័ទផងជាទីញ៉ាំងប្រយោជន៍ឲ្យដល់ជនច្រើនផងជាសេចក្តីសុខជាសេចក្តីចម្រើនជាប្រយោជន៍តទៅតាំងពីថ្ងៃនេះរហូតដល់ថ្ងៃខាងមុខផងមានប៉ុណ្្នឹងដែរចោមិនបែងឆ្ងាយអីតែទេប្រងកាយលោអស់លោករងចាំយល់ឬក៏អីចឹងទៅក្តៅផងអីផងហើយតែយកជានឹងតិចទៀតចឹងលោវាមិនក្តៅតែរលាវិញអញ្ចឹងហើយការពារទៅនឹងហើយដើម្បីជាប្រយោជន៍ដល់អស់លោកពុទ្ធបរិស័ទព្រោះការសម្ដែងធម៌បើយូរពេកគេស្ដាប់មិនចូលលើភ្លេចអស់ទៅណាបើតិចទៅវាចាំសម្ដែងតិចទៅចាំតែយូរពេកភ្លេចធម៌វរត់ចូលចង្គង់មកជួយចង្គង់ធម៌វរត់ចូលចកេះជួយចកេះអស់ដែរវាឈ្មោះភ្លេចវាបានភ្លៀងមកផងឡើយតែរើកជើរត់នោះមកភ្លេចធម៌អស់ទៅទៀតអញ្ចឹងកុំមកបំបាល្មមសំគួរនឹងពេលវេលាតែនឹងបញ្ចប់តែមុនបញ្ចប់ស្នាមិនផ្ញើខ្លួននឹងទេវតាព្រំផងមិនក៏ចាំបាច់តែផ្ញើនឹងមនុស្សនឹងបរិស័ទអញ្ចឹងអស់លោកដែលបានអញ្ជើញមកក្នុងវេលាឱកាសនេះសពតែជាអ្នកធានាឲ្យបានការគង់នៅនៃព្រះពុទ្ធសាសនាហើយទេវតាព្រំទាំងឡាយនាគទាំងឡាយគោរពរាប់ពុទ្ធសាសនាមែនប៉ុន្តែអ្នកទាំងឡាយនោះបានជួយថែរក្សាព្រះពុទ្ធសាសនាដោយឧបាយគ្រាន់តែជាអ្នកមានឧបាយក្នុងការថែរក្សានៅព្រះពុទ្ធសាសនាទេចំណែកបរិស័ទវិញជាអ្នកអចិន្ត្រៃយ៍ក្នុងការថែរក្សានៅព្រះពុទ្ធសាសនាជាអ្នកទំនុកបំរុងរូបរាងនៃព្រះពុទ្ធសាសនាអ្វីទៅបិទថាព្រះពុទ្ធសាសនាគង់នៅធម្មធាតុនៃការត្រាស់ដឹងរបស់ព្រះសមណគោតមបរមគ្រូនៃយើងគង់នៅក្នុងអាណត្តិសាសនារបស់ព្រះអង្គ5000ប៉ុន្តែរូបរាងដែលបញ្ជាក់អំពីពុទ្ធសាសនានោះគឺស្ថិតនៅលើបរិស័ទហើយតម្រាំនឹងបានលេចចេញជារូបរាងនេះគឺត្រូវការលះបង់លើលោកនេះគ្មានអ្វីដែលកើតមកដោយមិនមានការលះបង់ទៅទេដូចជាកឋិននឹងអញ្ចឹង
បើមិនមានការលះបង់ទេកឋិនទាននេះក៏អត់កើតឡើងដែរតួយ៉ាងដូចទេយវត្ថុគ្រឿងរៀបចំនៅកឋិនទាននេះមួយណាដែលបានមកដោយមិនមានការលះបង់នោះក៏អត់មានទេតាំងពីផ្កាមួយតងឡើងទៅសឹកតែចំណាយដោះដូរទៅបាទអញ្ចឹងការលះបង់នោះក៏បានមកនៅការបដូរយកនៅរូបរាងដែលបញ្ជាក់អំពីសាសនាឬក៏ទំនៀមទម្លាប់ប្រពៃណីជំនឿជាដើមប៉ុន្តែមិនចាំបាច់តលតែថាលះបង់ក្នុងកម្រិតដែលខ្លួនទៅមិនរួចអីទេការតាំងនៅនៃព្រះសាសនាហ្នឹងគឺរាប់ចាប់តាំងពីចេតនាតូចតូចដែលយើងក៏បីលះទៅដើម្បីធានាបានការតាំងនៅឧបមាឧបមេហាក់បីដូចជាប្រសង់និមន្តទៅបិណ្ឌបាតអីចុះបើយើងមិនលះបង់នៅទេយវត្ថុសម្រាប់ប្រគេនដល់ប្រសង់ទេវាមានរូបរាងជាអ្នកទំនុកបំរុងនឹងពីណាបាទអញ្ចឹងលើលោកហ្នឹងវាត្រូវតែលះបង់អញ្ចឹងមិនថាតិចឬច្រើនទេដើម្បីឲ្យបានលិចជារូបរាងដែរហើយប្រយោជន៍នៃរូបរាងនោះវាបំរើឲ្យសាធារណប្រយោជន៍អញ្ចឹងចេតនាក្នុងបុណ្យនេះគឺចេតនាលះបង់នៅវត្ថុដែលខ្លួនមានហើយប្រាថ្នាយកនៅវត្ថុដែលខ្លួនមិនទាន់មានស្អីទៅដែលជាវត្ថុដែលមិនទាន់មាននោះស្អីទៅដែលជាវត្ថុដែលកំពុងតែមានហើយនោះគឺរបស់របរឬក៏ធនធានណាមួយដែលយើងកំពុងមានសប្តាហ៍ថ្ងៃនេះរាប់តាំងពីទ្រព្យសម្បត្តិរហូតទៅដល់អាយុជីវិតសរីរៈរាងកាយការដំបងវាមិនដឹងទេគ្រាន់ផលលំខានចោលពោះតាំងពោះបាក់បាត់ជើងតិចបាត់ជើងមកអស់តែអញ្ចឹងធ្វើជ្រាចោលដោឡើងលើទៅភើទៅចង្អោអញ្ចឹងនិយាយរួមមកទូខ្លួនគឺប្រែប្រួលរហូតតែបាត់ជើងមិនអស់ហ្នឹងធ្វើចោលពោះតាំងពោះហ្នឹងរួយកោស្វាំងភ្នែកហ្នឹងថាប់ដង្ហើមហ្នឹងសម្រាប់អត់លក់ទេដល់ពេលអញ្ចឹងធ្វើឈាមរត់ទៅស្រួលវារួយកោស្វាំងភ្នែកជាតិអាហារជាតិអីហូបតាំងបានហ្នឹងទៅបែរជានៅស្ទះនឹងពវៀនធំហ្នឹងវាធ្វើបាបកាពះហ្នឹងឲ្យកាពះយើងចោលជ្រាជាតិចោលជាតិអាហារនៅយូរពេលធ្វើយើងភើសម្រាប់ក៏មិនគ្រប់គ្រាន់ចោលពោះតាំងពោះអាសេសអស់កលាំងរួយដៃរួយជើងអាងឹតមុខស្វាំងភ្នែកធ្វើយើងស្លប់មិនស្រស់ស្រាយអារម្មណ៍មិនភ្លឺថ្លាដូចគេទេស្បែកស្អាតស្បែកស្ងួតស្បែកយើងមិនល្អដូចគេទេស្បែកវាថាវាមិនស្អាតវាអត់សបល់ហើយអញ្ចឹងធ្វើយើងរួយសក់ស្វាំងភ្នែកឈឺក្បាលជាប្រចាំទៅស្លប់ទៅពិបាកក្នុងខ្លួនជាប្រចាំអ្នកខ្លះអាសាកុសខ្យល់កុសអីអញ្ចឹងហើយកើតជំងឺនឹងអង្គុយយូរក៏ពិបាកអ្នកធ្វើដំណើរទៅណាឆ្ងាយចិត្តអីក៏ពិបាកដែរហើយសំខាន់ណាស់សុខភាពបងប្អូនបើសុខភាពល្អទៅយើងទៅណាមានអារម្មណ៍ស្រស់ស្រាយចង់ដើរលេងភោជនីយដ្ឋានណាធំមានផ្កាមានសួនមានអីនឹងស្រឡះមុខមាត់សុបាយចិត្តមានអារម្មណ៍ថាស្រស់ស្រាយចង់ថតចង់អីទៅមើលទៅវាព្រមតាំងពីសុខភាពតាំងពីកន្លែងដើរលេងវាស្រស់ស្រាយមកនិយាយរួមតែសុខភាពល្អគឺពិតជាកំណប់មួយសំខាន់សម្រាប់មនុស្សជាតិគ្រប់គ្នាបើយើងមានសុខភាពមិនល្អហើយទៅណាក៏មិនអារម្មណ៍ស្រស់ស្រាយដែរវាពិបាកក្នុងខ្លួនធ្វើយើងថប់ដង្ហើមថប់អីសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងអស់កម្លាំងហើយបងប្អូនកើតជំងឺហ្នឹងត្រូវការប្រយ័ត្នហូបប្រយ័ត្នបើហូបមិនប្រយ័ត្នក៏ហូបថ្នាំខ្ញុំអត់ត្រូវដែរអត់ជាទេហើយតមផងមិនលឿនមានក្រដាសតមមានរបៀបប្រើហើយព្រីសេវាដឹងជូនគ្រប់ខេត្តក្រុងទាំងអស់ថ្នាំកាពះនេះគឺតាមតាខុសជាប្រចាំហើយរដូវបាត់វាមានពីរប្រភេទណាបើសិនណាអ្នកដែលកាពះមិនសូវចង្អោរព្រលឹមឡើងទៅក្អួតចង្អោរបាត់ជើងអត់មានអំអិលអីទេគឺហូបតាមរដូវបាត់ដែរប៉ុន្តែ
ជាស្រាមួយថ្ងៃពីរពេលញ៉ាំកោក្រោយបាយមួយព្រឹកមួយល្ងាចកន្លែងណាំកាហ្វេដាំទឹកហូបជាប្រចាំហូបទឹកឲ្យបាន2លីត្រកន្លះទៅ3លីត្រទៅអត់មានល្វីងចត់ទេឈ្ងុយថ្នាំហ្នឹងឆ្ងាញ់ណាស់មានអនាម័យល្អណាស់ហើយស្រួយកាច់ឡើងស្រួយឈ្ងុយអត់មានចិត្តចាត់ចិត្តល្វីងអត់មានក្រហមថ្មិញអត់មានធ្វើឲ្យយើងពិបាកលេបអីទេអត់មានល្វីងជូរចត់អីទេអត់មានទេគឺឈ្ងុយអត់មានធំបដោះធំផ្សិតអីទេហើយហូបថ្នាំខ្ញុំគឺត្រូវការមានសួរនាំអីរហូតចឹងខ្ញុំទទួលរហូតហូប3ថ្ងៃសួរហូប5ថ្ងៃសួរមកខ្ញុំទទួលតជាលេខ3ប្រព័ន្ធគឺទទួលរហូតហើយបងប្អូនមានជំងឺនឹងកុំទុកយូរទៅទុកយូរវាផលរំខានគឺយើងទៅណាធ្វើដំណើរទៅណាស្បែកវាមិនស្រស់ថ្លាទេលាបឡេអីក៏ត្រូវដែរសំខាន់បងប្អូនហូបថ្នាំខ្ញុំគឺតមដែរกระดาษតមមានរបៀបប្រើមានថ្នាំកាពះនេះគឺជួយឲ្យតាខ្យល់ត្រជាក់ពោះត្រជាក់ពវៀនធំតោះតែឆ្លាស់ផ្លូវលំមុខព្រៀបទៅជាឆ្នុកមួយចឹងឲ្យដងបានព្រៀបទៅចុកឆ្នុកមួយនៅផ្លូវលំមុខចឹងតោះតែយើងរួញឬដងផ្លូវលំមុខឆ្លាស់ហើយយើងហូបថ្នាំកាពះវាជាព្រមវាអត់មានប្របាក់តទៅទៀតធ្វើដាខ្យល់ឈាមរត់ស្រួលសម្រាប់បានហូបបានត្រជាក់ខ្លួនទៅស្បែកមុខយើងក៏ស្រស់ថ្លាឈាមយើងក៏រត់ស្រួលបាត់ឆ្អល់បាត់ជ្រាលអ្នកខ្លះនេះរួយក៏ស្វាងភ្នែកចុកឆ្អឹងខ្នងក៏ដោយសារមានបញ្ហាឬដងបាតដែរដល់ពេលអញ្ចឹងកើតរបងវាមិនដឹងទេគ្រាន់ថប់ទាំងហើមទាំងពោះឆ្អល់ពោះជ្រាលឡើងលើដោឡើងលើដាក់អីទៅឆាប់ទាំងពោះឆាប់ឆ្អែតអញ្ចឹងធ្វើយើងស្វាងភ្នែករួយកនឹងអ្នកខ្លះឆាប់រួយសក់រួយអីវាខុសវ័យខុសអាយុហើយបើសិនយើងយើងចង់ដើរលេងណាយើងអត់មានបារម្ភពីរឿងពិបាកបាត់ជើងអត់មានបារម្ភថាឈឺពោះស្អល់ពោះទាំងពោះអីទេថ្នាំហ្នឹងគឺអនាម័យឈ្ងុយណាស់ដាំហូបទៅដឹងលឿនទី1គឺឲ្យតមអានេះទិញបើតមបានអត់ឲ្យទិញទេកុំឲ្យខាតលុយខាតពេលវេលាហើយជាកិច្ចបញ្ចប់នេះសូមជូនពរបងប្អូនទាំងអស់គ្នាទាំងអស់នៅគ្រប់ខេត្តក្រុងទាំងអស់ដែលមើលคลิปវីដេអូខ្ញុំទាំងបានសូមឲ្យជួបតំណែងល្អសំណាងល្អធ្វើតាណាតាណាមានសុខសុវត្ថិភាពតាមផ្លូវទាំងពេលទៅទាំងពេលត្រឡប់មកវិញសូមអរគុណសូមអរគុណ